ជំរាបសួរនាងខ្ញុំដុកទ័របតីដែលខ្ញុំជា CEO នៅ The Era Clinic ដែលជា clinic ផ្នែកសើស្បែកនិងសម្ផស្សប្រវត្តិមុនការចាប់ផ្ដើមខ្ញុំខ្លាយទៅជា CEO មុនដំបូងឡើយខ្ញុំបានបញ្ចប់ការសិក្សារយៈពេល12ឆ្នាំបន្ទាប់មកខ្ញុំមានបទពិសោធន៍ធ្វើការជិត10ឆ្នាំនៅក្នុងវិស័យផ្នែកសម្ផស្សហើយនិងនៅក្នុង leadership ផងដែរ business នៅក្នុងអាជីវកម្មរបស់នាងខ្ញុំមានពីរដំណាក់កាលធំៗទី1គឺដំណាក់កាលចាប់ផ្ដើមយើងដឹងហើយថាការចាប់ផ្ដើមអ្វីមួយគឺលំបាកអញ្ចឹងខ្ញុំដើម្បីធ្វើឲ្យមានដំណោះស្រាយល្អនៅពេលដែលចាប់ផ្ដើម business ដំបូងណាមានន័យថាចំពោះ product ចំពោះផលិតផលអ្វីមួយដែលយើងយកមកក្នុងការលក់ទៅលើទីផ្សារហ្នឹងណាគឺយើងទី1យើងរើសចំណែកទីផ្សារដែលធំហើយតាក់ទងជាមួយនឹងជំនាញយើងចំពោះឧបសគ្គរបស់នាងខ្ញុំដែលជួបនៅក្នុងការធ្វើអាជីវកម្មហ្នឹងគឺមានពីរដំណាក់កាលទី1គឺដំណាក់កាលចាប់ផ្ដើមគឺមានន័យថាយើងដឹងហើយនៅពេលដែលចាប់ផ្ដើមអ្វីមួយវាមិនមែនស្រួលទេពិបាកបំផុតគឺចំណុច start up អញ្ចឹងដំណោះស្រាយរបស់នាងខ្ញុំនោះគឺខ្ញុំចាប់ផ្ដើមពីអ្វីដែលខ្ញុំមានជំនាញបំផុតហើយធ្វើវាឲ្យល្អបំផុតនៅក្នុងចំណែកទីផ្សារក្រោយមកទើបពង្រីកទី2នោះគឺខ្ញុំមានភាពស្មោះត្រង់ចំពោះខ្លួនឯងគឺខ្ញុំទៅរកទីប្រឹក្សាឬក៏ coach ឬក៏ mentor បន្ថែមមកប្រឹក្សាទៅលើថា business ខ្ញុំគួរដើរទៅដល់ផ្លូវណាបន្ទាប់ចំពោះមូលហេតុ3យ៉ាងដែលធ្វើឲ្យនាងខ្ញុំដើរមកដល់ដំណាក់កាលនេះទី1នោះសំខាន់នោះគឺក្រុមគ្រួសាររបស់នាងខ្ញុំដែលគាត់តែងលើកទឹកចិត្តដល់នាងខ្ញុំផ្ទាល់ទី2នោះគឺក្រុមរបស់នាងខ្ញុំបុគ្គលិករបស់ខ្ញុំទី3គឺជាទំនួលខុសត្រូវដែលខ្ញុំមានចំពោះគាត់មានន័យថាគេដើរមកតាមយើងធ្វើម៉េចឲ្យអ្វីដែលយើងធ្វើទៅវិញនោះគឺមានការរីកចម្រើនដល់គាត់និងអាចគាត់មានភាពកក់ក្ដៅហើយចំពោះបំណងផ្ទាល់របស់អនាគតរបស់នាងខ្ញុំគឺខ្ញុំត្រូវធ្វើឲ្យ businessអាជីវកម្មរបស់នាងខ្ញុំខ្លាយទៅជា business មួយអាច transfer ទៅដល់អ្នកចំនួនក្រោយជាចុងក្រោយនាងខ្ញុំសូមអរគុណទៅដល់កម្មវិធី Asia Prestige CEO Excellence Award 2025ដែលបានផ្ដល់ឱកាសដល់នាងខ្ញុំដែលចូលរួមនិងជាអ្នកទទួលពាននៅក្នុងឆ្នាំ2025នេះ